ខ្ញុំបាទឈ្មោះយ៉ាងជំតៈបន្ទុកទី1ឃុំព្រះរង្កើខ្ញុំមកទល់ឆ្នាំនេះគឺអាយុ71ឆ្នាំខ្ញុំអ្នកស្រុកកំណើតគឺនៅភូមិក្រុងឃុំព្រះរង្កើគឺកំណើតគឺកើតនៅហ្នឹងមកបាទក្រោយទទួលបានផែគឺទី1គឺខ្ញុំមានអារម្មណ៍សប្បាយរំភើបព្រោះយើងពីមុនយើងទទួលបានកំពុងសាលាកំពុងផែមួយចឹងមកដល់ពេលនេះគឺយើងទទួលបានផែទឹកមួយទៀតចឹងគឺទី1គឺវាបានផលប្រយោជន៍ទៅលើប្រជាពលរដ្ឋជាពិសេសគឺអ្នកកោះជាតូចកោះជាធំនិងកោះល្ងដែលគាត់បានធ្វើដំណើរពីសឹងត្រែងទៅភូមិគាត់ឬក៏ពីភូមិគាត់ទៅសឹងត្រែងគឺគាត់ច្បាស់ជាពួកគាត់ហ្នឹងគឺដឹកជញ្ជូនសម្ភារៈឬក៏ទំនិញតិចតួចយកទៅលក់ដូរគឺប្រកាសថាគាត់នឹងយកមកតាមផ្លូវផែនេះហើយបាទព្រោះឡានចតនៅខាងលើអញ្ចឹងអីវ៉ាន់គាត់ត្រូវជញ្ជូនមកហើយគាត់ត្រូវបានជូនដាក់ទូកទៅតាមបណ្ដាកោះផ្សេងបាទគឺនេះគឺជាល្អមែនតើបាទដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរផ្លូវទឹកបាទឃុំភូមិបាទគឺងាយស្រួលក្នុងការយើងចុះការធ្វើដំណើរតាមផ្លូវទូកគឺយើងចុះតាមផែនេះហើយយើងចុះទៅលើទូកហើយយើងឆ្លងទៅគឺវាងាយស្រួលបំផុតហ្មងបាទដោយសារវាអត់មានផុកព្រោះយើងមានបេតុងនៅខាងលើអញ្ចឹងយើងធ្វើដំណើរមកគឺងាយស្រួលមកដល់ផែយើងឡើងលើទូកគឺជិះធ្វើដំណើរទៅតែម្ដងបាទងាយស្រួលណាស់បាទសម្រាប់សិស្សខ្ញុំជឿជាក់ថារៀងរាល់យប់បាទសិស្សសាលាភាគច្រើនគឺសាលាអនុវិទ្យាល័យគាត់តែងតែមកលេងនៅកំពង់ផែនេះបាទប៉ុន្តែដល់យើងមានផែនេះមកទៀតផែទឹកនេះមកទៀតបានន័យថាគាត់កាន់តែនឹងមកច្រើនហើយបាទជាក់ស្ដែងគឺរាត្រីទី1ដល់យប់នេះតែម្ដងខ្ញុំគិតថាពិតជាគាត់នឹងមកហើយបាទហើយគាត់ឃើញសិភៅហ្នឹងគាត់នឹងអាចយកមកអង្គុយអានអីលេងទៅហើយគាត់អាចជជែកគ្នាលេងនៅលើផែនេះពិតប្រាកដខ្ញុំអាចជឿជាក់ហ្មងបាទវាប្រកបណាស់តែមានផែហើយមានទូកបាទគឺចង់បានទូកដែរដើម្បីយើងដឹកភ្ញៀវដឹកអីចឹងណាឆ្លងពីឃុំព្រះរង្កើទៅឃុំអូស្វាយឬក៏ស្រុកបរិយអូស្វាយចឹងទៅបាទឬក៏ទៅតាមបណ្ដាកោះផ្សេងដែលយើងមាន3ភូមិនៅខាងកោះនេះងាយស្រួលបាទវាទៅប្រកបហើយរបស់ដែលគ្មានមនុស្សថែទាំវាអាចនឹងងាយបាត់បង់បាទអញ្ចឹងទេគឺយើងត្រូវបានរៀបចំគណៈកម្មការថែទាំចាប់ពី1នាក់ឬក៏2នាក់ទៅ3នាក់បាទដើម្បីថែនេះព្រោះរបស់នេះវាចេះអណ្ដែតចឹងកាលរបូតខ្សែឬក៏ពេលភ្លៀងពេលខ្យល់មកវាអាចធ្វើឲ្យផែយើងមានរបូតឬអណ្ដែតរស័ព្ទអាចថាបានដែរអញ្ចឹងគឺត្រូវរៀបចំគណៈកម្មការដើម្បីថែទាំបាទជាពិសេសគឺបរិស្ថានអនាម័យបរិស្ថានខ្ញុំចូលនឹងអាចយកធុងសម្រាមនោះមកដាក់នៅទីនេះកុំឲ្យក្មេងវាយកនំអីមកស៊ីហើយមិនឲ្យវាបោះចូលទៅក្នុងទឹកវាដាក់ធុងសម្រាមយើងគណៈកម្មការគ្រប់គ្រងទៅហើយយើងកំទេចសម្រាមចូលទៅបាទតែពីមុនខ្ញុំគិតថាខ្ញុំឃើញព្រោះនៅក្នុងផែមួយនេះគឺគម្រោងអត់មានទេនៅខាងផ្នែកខាងឃុំព្រោះគម្រោងហ្នឹងបានតែឃុំអូស្វាយហើយនឹងតាមបណ្ដាកោះតែដល់ឡែកគឺផែដែលយកមកនេះគឺកោះជាធំគឺគាត់ជាអ្នកប៉ុន្តែដល់យើងបង្វែរមកខាងនេះគឺសូមថ្លែងអំណរអគុណចំពោះលោកអភិបាលស្រុកឬមន្ត្រីរួមការងារទាំងអស់រួមទាំងមណ្ឌលឯកសារកម្ពុជាដែលបានផ្ដល់ផែមួយនេះគឺខ្ញុំមានមោទនភាពក្រៃលែងបាទរំភើបណាព្រោះឃុំព្រះរង្កើគឺជាលើកទី1ហើយយើងអត់មានថែទឹកទេបាទអត់មានទេទើបលើកនេះគឺយើងពិតជាបានថែទឹកពិតប្រាកដហើយក៏ងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងទន្លេដែរបាទគុណបាទគុណ